ក្របពើអន្លងក្របពើចុះមានអ្នកដែលចូលមកហ្នឹងសួស្តីបងប្អូនអរគ្នាថ្ងៃនេះគឺនាំគ្នាទៅបបកថៃនៅលងក្របពើទៀតហើយក៏ខានទៅយូរហើយតែដោយសារតែមួយរយៈនេះឃើញមេឃរៀងស្រឡះល្អហើយដាច់ទឹកម្យ៉ាងទៀតផ្លូវគេបាននឹងត្រាស់សេស្រួលដើរក៏នាំគ្នាទៅសាកមើលមួយថ្ងៃបើកឆាកនេះចូលមកដល់លងដំបងនេះរាល់លើកបាននឹងច្រើនប៉ុន្តែដោយសារទឹកវានៅច្រើនហើយវាសបោចំណីច្រើនពេកអត់ដឹងអត់បានទេហើយក៏បានបដូរមកផ្លូវឆ្លងខាងលើស្មាត់ធំចូលក្បាលហើយជាងកន្លះគីឡូដែរចូលខាងក្រោមផ្លូវឆ្លងសម្រាប់ប្លង់នេះកាលពីឆ្នាំទៅ2ឆ្នាំមុនខ្ញុំយកបានធំអាប្លង់ហ្នឹងមាន2គីឡូ2គីឡូជាងហើយបើ1គីឡូហ្នឹងគឺបោខ្លាំងអូយកន្លះគីឡូដែរនៅទឹកច្រើនពេកអត់សូរឡើងឃើញមាត់មួយគប់ទៅខាំដល់គេប៉ុណ្ណឹងវាហ៊ានខំនោះហើយមើលនុយរាំងផ្លែ3ហើយសំតែអត់សូវហ៊ានខ្ញុំបានមួយដែរហ្នឹងចូលតែអត់ដំអងយូរទេដោយសារតែវាស្ទៀវច្រើនខ្ញុំក៏ចូលបានក្បាលដែរហើយវាអត់ធំទេវាតូចហ្នឹងតែគ្រាន់តែសម្បូរដែរហើយក្រោយមកប្រហែលនាទីគឺខ្ញុំបានចូលគីឡូធ្ងន់មួយបងប្អូននៅលងខាងលើផ្លូវឆ្លងអានេះជាកំណត់ត្រាលើកទី1របស់ពួកខ្ញុំដែរដែលបានក្បាលទី1ហើយជាក្បាលដែលធំដែរចូលជាង3គីឡូដែរជាងតន់ថ្លឹងហើយអូអត់រួចទេវាចូលបុកចូលសម្រាប់ឲ្យស្មាត់ធំគាត់ជួយយកបើអត់យកទេគឺទាញអត់មកទេវាវាន់សម្រាប់ខាងក្រោមហើយទឹកជ្រៅដែរទង់ជាស្មើក្បាលពុះដែរមិញមកពីហ្នឹងក៏បាននាំគ្នាឡើងទៅលងថ្មីមួយដែលគាត់ជាអ្នករកឃើញលងហ្នឹងឆ្នាំទៅគាត់យកបានច្រើនតែអកុសលក៏បាត់បានទេក៏នាំគ្នាជប់សម្រាប់បាយថ្ងៃត្រង់រួចក៏ selfie លេងតិចតួចទៅបងប្អូនយើងបានដែរយើង selfie អួតខ្លះអញ្ចឹងណានេះរឿងធំដែរមិនមែនទូចណាម៉ានហើយក៏ឆ្លៀតថតទេសភាពនៅលងតូចមួយនឹងទុកជាអនុស្សាវរីយ៍អញ្ចឹងណាស្អាតទេសភាពស្អាតមែនតើមានដើមឈើមានលងថ្មនេះមានវល្លិអីមើលទៅខៀវស្ងាត់ស្អាតបើព្រលឹមឡើងអីទៅយើងត្រជាក់ភ្នែកមកបងប្អូនហើយបើទឹកវិញឡើងស្រស់ស្រាយហ្មងហើយឡើងត្រជាក់បាច់ចោះទេទឹកហើយมันអស់អាឡ័យបងប្អូនវាទឹកវាទំនងពេកក៏ចុងក្រោយក៏នាំគ្នាសាកគប់មើលមួយខ្សែពីរខ្សែទៀតតែបន្ទាប់ពីបាយថ្ងៃត្រង់រួចហ្នឹងវាទឹកវាស្អាតនៅតែស្អាតហើយចាប់ចិត្តមើលទៅអញ្ចឹងនាំគ្នាដាក់មកប្រាវទៀតសាកមើលចាំមើលវាចូលមិនចូលអីហើយខាំមួយមើលបើនិយាយពីកាចាវិញសម្បូរអាឡាខ្មៅទឹកបងប្អូនដេញមកខ្ញុំមួយដែរប្លុកហ្នឹងចូលកន្លះគីឡូដែរតែខាំដល់ដល់ឥឡូវស្មាត់ធំគាត់ចុះសាកមើលធ្វើឲ្យដៃរបស់គាត់វិញម្ដងគាត់ថានឹងធ្លាប់ខាំធំអញ្ចឹងក៏សាកមើលទៅតែផលិតផលគឺអត់មានខាំទេអំបិលហើយប្លុកហ្នឹងហើយដើរចូលរៀងជ្រៅដែរហ្នឹងពិបាកដើរដែរផ្លូវហើយក៏បន្តទៅខាងលើមកកលុកទៀតបងប្អូនកលុកចំការជែកកលុកដែលពួកខ្ញុំកាលពី3ឆ្នាំមុនណាគប់បានច្រើនក្បាលប្លុកហ្នឹងជាង10ក្បាលហើយទេសភាពស្អាតជាប់អានោះហ៊ានថតស្អាតគ្រាន់តែពិបាកផ្លូវចូលបន្តិចវាប្រេដោះប៉ុន្តែមើលទៅបៃតងបងប្អូនបៃតងស្រស់ត្រជាក់ភ្នែកបងយូរទៅម្ដងប្លែកហើយទឹកវានៅច្រើនពេកដូចជានៅច្រើនហើយវាសម្បូរចំណីវាអត់សូវចូលលងមិនត្រីស្ងាត់ណាមួយធ្លាក់ខ្យល់ផងអញ្ចឹងបានតែ3 4ក្បាលញ៉ាំងធ្វើធ្ងន់ដែរតែយើងធំដែរបងប្អូនអាធំចូលជិត3គីឡូហើយតន់ថ្លឹងចូលជិត3គីឡូហើយអា3 4តូចស្ទៀវនោះទៀតរៀងធ្ងន់ដែររៀងចាស់ដែរហ្នឹងតែសំណាងអាប្លុកដែលដើរសម្ដៅទៅហ្នឹងប្លុកចំការជែងវាអត់មានស៊ីអត់មានស៊ីទៀតអស់តោះហើយស្ទឹងការជែកយូរផង
Prey đó hai prey khan màu dạ thum này flow tàu té bình này hay hàng này flow lang tàu bộ cô sạch chỉnh môn rồi chi ngày đấy bàn muôi cho cái lỗ muôi này nè này cho là đom này mình castingនេះជាលទ្ធផលគឺ2គីឡូកន្លះជាធ្ងន់ដែរហើយមានតូច3 4ទៀតចូល1គីឡូជាងទៀតអញ្ចឹងចូល3គីឡូជាងត្រីនេះ3គីឡូទិញទួយអញ្ចឹងមានតែប៉ុណ្្នឹងឯងបងប្អូនជួបគ្នាវីដេអូក្រោយទៀតអូអានេះមេ1កូន4